សួស្តីប្រិយមិត្តបងប្អូនគុណមួយទាំងអស់គ្នាឥឡូវនេះយើងមកមើលការទូទាយបៀថ្ងៃប្រហោះទី18ខែធ្នូឆ្នាំ2025ទាំងអស់គ្នាជួរទី1នេះយើងទូទាយអំពីអ្នកប្រឹក្សាតខ្លួនអ្នកដែលមកទាយជួរទី2ទូទាយអំពីក្រុមគ្រួសារពុកម្ដាយកូនចៅបងប្អូនណាជួរទី3ទូទាយអំពីអាជីវកម្មនិងការងារមុខរបររោគទទួលទានប្រចាំថ្ងៃនិងជួរទី4ទូទាយអំពីអនាគតសេរីតិសិនបានសេរីមុនប៉ុន្តែមើលច្បាស់ណាអូខេជួរទី1ស្លឹកទី1 10ប៊ិចបាទ10ប៊ិចសម្រាប់អ្នកប្រឹក្សាមិនសូវល្អទេណា10ប៊ិចតំណាងឲ្យទុកព្រួយឬក៏មិត្តខ្លាំងបញ្ហាជាមួយឪពុកម្ដាយជាប់ពន្ធនាគារជាដើមវាដែលនៅចិត្តវាបញ្ជាក់ពីភាពទុកព្រួយដែលតកតទៅនឹងហិរញ្ញវត្ថុឬក៏អារម្មណ៍សុខភាពឬក៏អាជីវកម្មការងារណាឥឡូវនេះយើងទៅមើលបៀននៅជាប់ហ្នឹងបន្ទាប់ហ្នឹងពាក្យពាន់បាទ10ជួង10ជួងតំណាងឲ្យភាពជោគជ័យផ្នែកហិរញ្ញវត្ថុភាពរុងរឿងនៅក្នុងផ្ទះវាបង្ហាញពីការសងបំណុលនិងប្រាក់កម្ចីផងដែរបាទគឺ10ប៊ិចហ្នឹងវាតកតទៅនឹងលុយកាក់ណាបាទលុយកាក់របស់យើងដូច្នេះត្រូវមានការប្រុងប្រយ័ត្នបាទជោគជ័យផ្នែកហិរញ្ញវត្ថុណា10ជួរហ្នឹងវាតកតងគ្នានឹង10ប៊ិចមិញហ្នឹងដូច្នេះត្រូវប្រយ័ត្នលុយកាក់របស់យើងណាឥឡូវយើងមកមើលស្លឹកទី3អាត់គឺតំណាងឲ្យព័ត៌មានដែលយើងនឹងទទួលបានឬក៏ការដើរលេងកម្សាន្តឬភាពរីករាយនៅក្នុងផ្ទះឬក៏ការអញ្ជើញទៅក្នុងវិធីជប់លៀងអ្វីមួយណាវាជាព័ត៌មានឥឡូវនេះយើងមកមើលជួរទី2ទូទាយអំពីក្រុមគ្រួសារពុកម្ដាយកូនចៅណាកតាបគឺតំណាងឲ្យបរោះស្រឡាញ់ស្មោះត្រង់ជាគូដណ្ដឹងបាទជាគូដណ្ដឹងសម្រាប់អ្នកប្រឹក្សាឬក៏ជាមិត្តភ័ក្តិណាជាមិត្តស្និទ្ធស្នាលឥឡូវនេះយើងមកមើលស្លឹកទី2អតាបិចមិនសូវល្អទេតំណាងឲ្យច្បាប់មេធាវីឬក៏ចៅក្រមវាក៏មានន័យថាជាមិត្តភ័ក្តិជាញាតិអាក្រក់ឬក៏ប្តីដែលខុសខើអាក្រក់បង្កគ្រោះថ្នាក់ណាឬក៏វាប្រកាសពីការឃ្លាតឆ្ងាយពីគ្នាឬក៏ការរំខាននៅក្នុងក្រុមគ្រួសាររបស់យើងណាមានរឿងរ៉ាវច្រើនដូច្នេះត្រូវប្រយ័ត្នមែនទែនឥឡូវនេះយើងមកមើលស្លឹកទី3 10គឺតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសុភមង្គលនៅក្នុងផ្ទះបាទក្នុងចំណោមហ្នឹងវាមានសុភមង្គលវាមានរឿងរ៉ាវខ្លះច្រើនបាទអាពាហ៍ពិពាហ៍ដ៏រីករាយឬក៏សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជ័យជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារបាទ10គឺនេះគឺល្អប៉ុន្តែប្រយ័ត្នអតាបិចណានាំឲ្យរឿងរ៉ាវឥឡូវនេះយើងមកមើលជួរទី3ទូទាយអំពីអាជីវកម្មនិងការងារមុខរបររោគទទួលទានប្រចាំថ្ងៃណាកតាបការ៉ូតំណាងឲ្យអ្នកនាំសារឬក៏អ្នករត់សម្បត្តិឬក៏ជាទាហានស្លៀកពាក់ឯកសណ្ឋានវាបង្ហាញពីព័ត៌មានដែលមានវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើបៀដែលនៅចិត្តផងដែរបាទសម្រាប់ស្ត្រីយុវជនដែលនឹងធ្វើជាវិធីជប់លៀងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់បុរសជាមនុស្សដែលមានប្រយោជន៍អ្នកសហការបាទអត់អីទេអ្នកសហការបាទឥឡូវនេះយើងមកមើលស្លឹកដែលនៅបន្ទាប់នឹងទៀតបាទស្លឹកបន្ទាប់មិនសូវល្អទេ9ប៊ិចណាវិវាទចំនួនរឿងរ៉ាវច្រើន
តំណាងឲ្យទុកព្រួយភាពឯកាណាវាប្រកាសពីភាពទុកព្រួយភាពឯកាឬក៏គ្រោះមហន្តរាយឬជំងឺការបែកបាក់លេងលះគ្នាណា9ហ្នឹង9ប៊ិចណាបៀស្លឹកបៀដែលនៅចិត្តវានឹងពាក់ព័ន្ធឥឡូវនេះយើងទៅមើលបៀដែលនៅចិត្តហ្នឹងពាក់ព័ន្ធបាទតាជួងល្អធម្មតាតែតំណាងតាជួងតំណាងឲ្យបរោះពណ៌ត្នោតជាមនុស្សល្អស្មោះត្រង់ណានិងជាសប្បុរសជាអ្នកការពារក៏ដូចជាជោគជ័យក្នុងអាជីវកម្មបាទល្អក្នុងអាជីវកម្មយើងគឺល្អណាស់ថ្ងៃនេះបាទប៉ុន្តែត្រូវប្រយ័ត្នរឿងរ៉ាវវិវាទមិញហ្នឹងបាទចំនួននឹង9ប៊ិចនេះបាទហើយការចេញដំណើរទៅរកទទួលទានគឺថ្ងៃប្រហោះនេះគឺចេញពីម៉ោង10ចាប់ពីម៉ោង10ជាងទៅណា10:50នាទីទៅគឺល្អណាស់ចាប់ពី10:50នាទីទៅម៉ោង1:15នាទីគឺល្អណាស់បាទកុំចេញប្រហៀមពេកគឺមិនសូវល្អទេបាទឥឡូវនេះយើងមកមើលជួរទី4ទូទាអំពីអនាគតវិញអត់ប៊ិចតំណាងឲ្យជោគជ័យសុភមង្គលនៅក្នុងនៃក្តីស្រឡាញ់ប្រសិនបើមាននៅចិត្តមិនបញ្ជាក់វានឹងមានភាពពន្យាពេលប៉ុន្តែការលំបាកបញ្ហានិងភាពជោគជ័យនៅចុងក្រោយបាទអត់អីទេគឺចុងក្រោយគឺជោគជ័យណាឥឡូវនេះយើងមកមើលស្លឹកទី2ស្លឹកទី2 7ប៊ិចបាទ7ប៊ិចមិនសូវល្អដែរគឺតំណាងឲ្យវិវាទចំនួនបញ្ហាបណ្ដោះអាសន្នឬក៏ការរំខានវាត្រូវនឹងទុកព្រួយនៃក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងប្រពន្ធឬក៏ម្ចាស់ស្ត្រីវាក៏មានន័យថាអ្វីៗគ្រប់យ៉ាងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហានិងការលំបាកអ្វីក៏ដោយក្នុងវិស័យនេះគឺជាសិលឹកបៀដែលប្រកបវិជ្ជាតម្លៃវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើបៀដែលនៅបន្ទាប់ហ្នឹងវាបន្ទាប់ហ្នឹងគឺ10ការ៉ូ10ការ៉ូតំណាងឲ្យការផ្លាស់ទីលំនៅការធ្វើដំណើរវាដែលនៅចិត្តហ្នឹងវាកំណត់នៃខ្លឹមសារនៃការធ្វើដំណើរអារម្មណ៍អាជីវកម្មនិងការងារលុយកាក់ណាបាទការធ្វើដំណើររបស់យើងវាជោគជ័យខ្លះមានរឿងរ៉ាវខ្លះបាទវិវាទខ្លះណា7ប៊ិចនេះមានវិវាទខ្លះប៉ុន្តែអត់ប៊ិចនេះគឺជោគជ័យវិញបាទចុងក្រោយណាអត់អីទេហើយការធ្វើដំណើររបស់យើងហ្នឹងគឺចេញពីម៉ោង10ជាងណា10:50នាទីទៅរហូតដល់ម៉ោង1:15នាទីគឺល្អណា15 16 10នាទីអីចឹងចាប់ពីម៉ោង1 10 12 13 14នាទីទៅគឺល្អណាបាទឥឡូវនេះការទូទាយរបស់ខ្ញុំបានបញ្ចប់ហើយឥឡូវនេះយើងមកមើលបរោះវិញបរោះនិងស្ត្រីដែលកើតថ្ងៃប្រហោះទី18ខែធ្នូណាចំពោះបរោះយើងតំណាងឲ្យអតាជួងណាតាជួងបរោះដែលកើតថ្ងៃប្រហោះទី18ស្លឹកទី1គឺអតីតកាលណាព្រោះអតីតកាលរឿងរ៉ាវច្រើនបាទបរោះនេះបាទ8ប៊ិចនេះគឺអតីតកាលរឿងរ៉ាវមានរឿងរ៉ាវវិវាទចំនួនអី8ប៊ិចនេះតំណាងឲ្យការគម្រាមកំហែងជំងឺគ្រោះថ្នាក់ណាពីអតីតកាលឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលគឺតំណាងឲ្យលុយកាក់បាទចំនួនលុយកាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចណាវាក៏ណែនាំខាងសេវាកម្មឬក៏ដែលបង្ហាញពីមិត្តម្នាក់ផងដែរវាល្អដែរអត់អីទេបាទលុយកាក់បន្តិចតួចឥឡូវយើងទៅមើលអនាគតវិញអនាគត10គឺល្អអត់អីទេ10គឺតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសុភមង្គលនៅក្នុងផ្ទះអាពាហ៍ពិពាហ៍ដ៏រីករាយ
សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជ័យជំនះសុភមង្គលក្នុងក្រុមគ្រួសារបាទគឺល្អណាទៅថ្ងៃអនាគតគឺល្អបាទឥឡូវនេះយើងមកមើលស្ត្រីវិញសម្រាប់បុរសគឺចប់ហើយណាឥឡូវយើងមកមើលស្ត្រីដែលកើតថ្ងៃប្រហោះយើងតំណាងឲ្យក្រមុំជួងណាថ្ងៃប្រហោះទី18ខែធ្នូលើកទី1នេះគឺអតីតកាលណាអតីតកាលគឺជា10ការ៉ូ10ការ៉ូសម្រាប់ស្ត្រីអតីតកាលណា10ការ៉ូនេះគឺការផ្លាស់ទីលំនៅការធ្វើដំណើរបាទតែតកតទៅនឹងអាជីវកម្មនិងការងារលុយកាក់របស់យើងណាអតីតកាលឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលបច្ចុប្បន្នកាលមិនសូវល្អទេសម្រាប់ស្ត្រីណាមានវិវាទចំនួនរឿងរ៉ាវណាដូច្នេះត្រូវប្រយ័ត្នមែនទែនបាទ8បិចនេះគឺគម្រាមកំហែងជំងឺគ្រោះថ្នាក់ណាបញ្ហាដែលមកអំពីអំពើទុច្ចរិតឬក៏ការនិយាយដើមដូច្នេះត្រូវប្រយ័ត្នមាត់កបន្តិចណាការនិយាយដើមរបស់យើងអាចមានរឿងរ៉ាវអ្នកដែលនៅជុំវិញហ្នឹងបាទវាក៏មានន័យថាទុកព្រួយឬក៏ដំណឹងអាក្រក់មិនសូវល្អទេបាទត្រូវប្រយ័ត្នមាត់កបន្តិចឥឡូវនេះយើងមកមើលទៅមើលអនាគតវិញអនាគតគឺអាត់គឺតំណាងឲ្យព័ត៌មានដូចជាការដើរលេងកម្សាន្តភាពរីករាយនៅក្នុងផ្ទះឬក៏ការអញ្ជើញនៅក្នុងវិធីជប់លៀងអ្វីមួយណាបាទឥឡូវនេះការទូទាបៀរបស់ខ្ញុំបានបញ្ចប់ហើយសូមប្រិយមិត្តពុកម៉ែបងប្អូនកូនក្មួយទាំងអស់កុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាបាទបាយបាយ